ប្រមាណទូរទស្សនិកជនជាទីគោរពយើងបន្តជួបគ្នាទៀតនៅក្នុងវគ្គទស្សនវិជ្ជាថ្មីក្នុងប្រទេសកម្ពុជាដែលលោកនាងនឹងជ្រាបព័ត៌មានជាច្រើនពីមន្ត្រីព័ត៌មានរឿងតាមបណ្ដារាជធានីខេត្តឥឡូវនេះយើងជួបការតាក់ទងបានលោកវូចពួនមន្ត្រីព័ត៌មានពីខេត្តបៃលិនជំរាបសួរលោកពួនបាទសូមជំរាបសួរលោកកំហុងនាងត្រីរតការវានឹងទូទីជំនះដែលកំពុងតាមដានទស្សនការផ្សាយទូជាតិរបស់ទីក្រុងបាទលោកពួនព្រឹកនេះមានព័ត៌មានអ្វីជូនប្រិយមិត្តយើងបាទព្រឹកនេះខ្ញុំមានព័ត៌មានចំនួន2បាទដែលព័ត៌មានទី1នេះគឺក្រុមសមាជិកព្រឹទ្ធសភាភូមិភាគ4ជួបសម្ដែងសម្ដារជាមួយក្រុមប្រឹក្សាឃុំសង្កាត់ជំនាញឃុំសង្កាត់និងអង្គគបាលរដ្ឋបាលឃុំសង្កាត់ទាំង8នៅក្នុងខេត្តបៃលិនបាទសូមអញ្ជើញបាទនៅសាលប្រជុំសាលាខេត្តបៃលិននាព្រឹកថ្ងៃទី18ខែមីនាឆ្នាំ2025អាយរំប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ4បានដឹកនាំគណៈបដិភូអញ្ជើញជួបសម្ដែងសម្ដារជាមួយក្រុមប្រឹក្សាឃុំសង្កាត់ស្មៀននិងអង្គគបាលរដ្ឋបាលឃុំសង្កាត់ទាំង8នៅក្នុងខេត្តបៃលិនការប្រជុំសម្ដែងសម្ដារនេះក៏មានការអញ្ជើញចូលរួមពីសំណាក់អាយដាមរាជសុមានសមាជិកក្រុមប្រឹក្សាខេត្តតំណាងអាយដាមជាចិនលិនប្រធានក្រុមប្រឹក្សាខេត្តបៃលិននិងលោកកូស៊ុំប៊ុនសឿតអភិបាលរងខេត្តតំណាងលោកជំទាវបណ្ឌិតបានស្រីមុំអភិបាលនៃគណៈអភិបាលខេត្តបៃលិននិងមានតំណាងស្នងការនគរបាលខេត្តតំណាងមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រុមប្រឹក្សាក្រុងស្រុកអភិបាលក្រុងស្រុកបានអញ្ជើញចូលរួមផងដែរលោកកូស៊ុំប៊ុនសឿតអភិបាលរងខេត្តបៃលិនបានមានប្រសាសន៍ជំរាបជូនអំពីស្ថានភាពភូមិសាស្ត្រនិងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋខេត្តបៃលិនដើម្បីគណៈអធិបតីនិងអង្គពិធីទាំងមូលបានជ្រាបលោកបានមានប្រសាសន៍ថាខេត្តបៃលិនក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិតបានស្រីមុំអភិបាលនៃគណៈអភិបាលខេត្តបៃលិនមានការយកចិត្តទុកដាក់លើការអភិវឌ្ឍខេត្តការរៀបចំសោភ័ណភាពអនាម័យបរិស្ថានជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានលោកជំទាវអភិបាលខេត្តក៏បានមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឲ្យបានល្អក៏ដូចការងាររក្សាសន្តិសុខសម្រាប់ឆ្នោតរបៀបរៀបរយនៅក្នុងសង្គមការអនុវត្តគោលនយោបាយគុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលមានការពង្រឹងជាលំដាប់មានប្រសិទ្ធភាពខ្ពស់ទទួលបានការគ្រប់គ្រងការកោតសរសើរពីសំណាក់ប្រជាពលរដ្ឋនៅមូលដ្ឋានលោកកូស៊ុំប៊ុនសឿតអភិបាលរងខេត្តក៏បានមានប្រសាសន៍បញ្ជាក់ផងដែរនេះរដ្ឋបាលខេត្តបៃលិនក៏កំពុងយកចិត្តទុកដាក់ក្នុងការរៀបចំទីតាំងការតុបតែងលម្អនិងការរក្សាសន្តិសុខសម្រាប់ធ្នាប់សម្រាប់ការរៀបចំសង្ក្រាន្តក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខបង្កការសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅក្នុងខេត្តបៃលិនអាយដាមពលលឹមប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគ4បានថ្លែងការកោតសរសើរចំពោះរដ្ឋបាលខេត្តលោកជំទាវបណ្ឌិតអភិបាលខេត្តដែលបានប្រឹងប្រែងក្នុងការអនុវត្តបានយ៉ាងល្អប្រសើរមានប្រសិទ្ធភាពនៅកម្មវិធីគោលនយោបាយយុទ្ធសាស្ត្របញ្ញកោដំណាក់កាលទី1របស់រាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីនិងថ្លែងការកោតសរសើរចំពោះភាពស្រស់ស្អាតមានសោភ័ណភាពអនាម័យបរិស្ថានល្អនិងមានសណ្ដាប់ធ្នាប់របៀបរៀបរយល្អក្នុងខេត្តបៃលិនហើយអង្គពលលឹមក៏បានមានប្រសាសន៍គូបញ្ជាក់ថាកិច្ចប្រជុំនាពេលនេះមិនមែនជាការចាប់កំហុសតែជាការសិក្សាស្វែងយល់និងការផ្ដល់អនុសាសន៍ដល់រដ្ឋបាលឃុំសង្កាត់នគរបាលរដ្ឋបាលឃុំសង្កាត់និងអ្នកពាក់ព័ន្ធអំពីការអនុវត្តទូនាទីភារកិច្ចក្នុងការអនុវត្តច្បាប់និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋរួមមានការងារសេដ្ឋកិច្ចប្រជាពលរដ្ឋមានស្នាក់នៅទីតូគ្រួសារការផ្លាស់ប្ដូរចេញចូលការងារអក្សរនុកលការកែតម្រូវអក្សរវិរុទ្ធការងារធ្វើអត្តសញ្ញាណប័ណ្ណជាតិខ្មែរការងារមូលនិធិអភិវឌ្ឍឃុំសង្កាត់និងការអនុវត្តគោលនយោបាយឃុំសង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលទាំង7ចំណុចផងដែរបាទនេះគឺជាព័ត៌មានទី1សម្រាប់សូមបញ្ចប់តែប៉ុណ្ណេះហើយតទៅទៀតបាទសូមអនុញ្ញាតចូលដល់ព័ត៌មានទី2បាទ